អ្នកស្រីសឿងធីងប់ចៅគឺជាអ្នកស្ម័គ្រចិត្តម្នាក់ដែលចូលរួមបង្រៀនអាសរនៅវត្តក្រៅពីការបង្រៀនអ្នកស្រីក៏បានចំណាយពេលណែនាំអំពីអាកប្បកិរិយាដើម្បីឲ្យសិស្សានុសិស្សអាចដឹងនិងអនុវត្តវប្បធម៌ប្រពៃណីក្នុងជីវភាពប្រចាំថ្ងៃផងដែរពេលដែលណាបងប្អូនបានណាចាប់សម្រាប់ពីរៀនអក្សរវៀតណាមបងប្អូនក៏បានណាមករៀននៅវត្តហើយអាចចេះនៅអក្សរខ្មែរយើងហើយចេះនៅនឹងតម្រៀបតម្លប់ពេលដែលណាបង្ហាត់បងប្អូនហើយបងប្អូនឆាប់ចេះឆាប់យន់ហើយក៏ធ្វើតាមទង្វើនឹងល្អនឹងពេលដែលបងប្អូនជួបព្រះសង្ឃបងប្អូនតែងលើកដៃគោរពពេលដែលឃើញបងប្អូនធ្វើបានល្អអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាសប្បាយចិត្តហើយនឹងរំភើបពេលដែលយើងបោះបង់ពេលវេលាចេញជួយបងប្អូនហើយបងប្អូនក៏បានខិតខំធ្វើបានល្អតាំងពីវត្តយើងបានបើកសាលាឲ្យក្មេងរៀនខែរដូវវ៉ាកងហ្នឹងឃើញថាបានមករៀននៅវត្តនោះអីចឹងវាចេះដឹងច្រើនចេះគ្រប់ចាស់ទុំហើយជួបមេមីងដូចជាតាមផ្លូវចឹងវាចេះសួរចឹងវាចេះចំប៉ះឃើញកូនក្មួយអីចឹងវាមករៀនវាចេះសួរចឹងមានលៀមឡប់ម៉ែយើងចឹងសប្បាយដែរក្រៅម៉ោងសិក្សាល្បែងប្រជាប្រិយបានរៀបចំឡើងសម្រាប់ឲ្យសិស្សានុសិស្សលេងនិងកម្សាន្តល្បែងដែលធ្លាប់លេងដូចជាវាយឆ្នាំងដីទាញប្រត់ឡាស់នឹងឡាស់មិនគ្រាន់តែបង្កបរិយាកាសរីករាយប៉ុណ្ណោះទេថែមទាំងជួយឲ្យបងប្អូនកាន់តែផ្សារភ្ជាប់ជាងជាមួយវប្បធម៌ប្រពៃណីខ្មែរក្នុងជីវភាពប្រចាំថ្ងៃកុំមករៀនវត្តបានចែកកខនិងស្រៈនិងលេខគុណនិងចេះសរសេរឈ្មោះលេងល្បែងខ្មែរកូនសប្បាយចិត្តនឹងមិត្តភក្តិមកលេងវាយក្អមកូនចង់មករៀនអស់ថ្ងៃខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តពេលដែលបានបង្ហាត់បង្រៀនបងប្អូនហើយទន្ទឹមទាំងនោះអូនក៏បានសុំអនុញ្ញាតពីលោកគ្រូសុំឲ្យបងប្អូនលេងល្បែងដូចជាវាយក្អមហើយនឹងល្បែងប្រជាប្រិយខ្មែរយើងជាច្រើនទៀតដើម្បីរក្សានៅវប្បធម៌ខ្មែរយើងពីថ្នាក់រៀនអក្សររហូតដល់ការវឹកហាត់របៀបរស់នៅការជម្រាបសួរការលេងល្បែងប្រពៃណីឡាស់នឹងឡាស់រាល់សកម្មភាពនៅវត្តគឺជាផ្នែកតូចមួយដែលកំពុងកសាងការយល់ដឹងអំពីការភ្ញាក់រលឹកថែរក្សាវប្បធម៌ខ្មែរសម្រាប់យុវជនជំនាន់វ័យក្មេងពេលបច្ចុប្បន្នផងកម្មវិធីព័ត៌មានរបស់យើងខ្ញុំនៅពេលនេះចាប់តែត្រឹមនេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ទេសនាពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន